ស្ញាចមែនតែនហ្មងណានៅចិនប៉ប៉ណាណៃអត់មានលក់បុកល្ហុងហើយនឹងម្ជូរលីងខ្ញុំដើររឡើងចិត្តបែកសតិអញ្ចឹងថ្ងៃនេះនាំអ្នកទាំងអស់គ្នាមកមើលទស្សនវិជ្ជាពេលយប់របស់ទីក្រុងកេហ្មងណាអានេះជាថ្ងៃចុងក្រោយដែលខ្ញុំដើរលេងនៅហ្នឹងហើយស្អែកត្រូវឡើងយន្តហោះមកផ្ទះវិញទាំងអស់គ្នាពេលហ្នឹងដេកបនឲ្យតែបានមកផ្ទះឆាប់ពេកចេញមែនពិបាករកអីញ៉ាំខ្លាំងណាខ្ញុំចង់តែសើចមែនតាម្នាក់និយាយខ្មែរម្នាក់និយាយចិនហើយចេះស្ដាប់គ្នាបានតែញបានញ៉ាំតាមពិតទៅនៅនឹងមហូបគឺមានច្រើនណាស់សម្បូរបែបហ្មងដើរតែញភ្លក់នេះភ្លក់នោះយូរឡើងចង់បាក់ដៃប៉ុន្តែអីដែលត្រូវមាត់ខ្លាំងគឺមានតគ្រឿងសមុទ្រនេះមួយឯងចៃមែនអូយគេឆឹងមួយគ្រឿងស៊ីឈួនណានិយាយពីថាឆ្ងាញ់ហ្មងរើសយកមកប្រអប់នឹង$70ចាសូមអរគុណល្បីថានៅចិនជនជាតិនឹងសណាស់អញ្ចឹងពេលដែលដើរគឺខ្ញុំសង្កេតមើលស្បែកគេហ្មងហើយយកមកប្រៀបធៀបជាមួយខ្លួនឯងណែចេះវិញមុខមាត់អាចថាអត់ស្អាតមែនប៉ុន្តែពណ៌សម្បុរទៅណាក៏ចូលចំណោមគេចោះដែរនិយាយអួតខ្លួនឯងតិចចាស់ហើយស្បែកខ្ញុំកាលមុនមិនទៅសអីលោកអើយទឹកខ្មុំស្អែមដែរហ្នឹងឥឡូវរៀងជឿជាក់បន្តិចទោះបីជាថតកន្លែងល្ងិតអត់សូវមានពលឺក៏ឃើញស្បែករបស់យើងឆ្លោះដែរនិយាយនេះមិនមែនជាឆ្អេលើខ្លួនឯងទេណាប៉ុន្តែមកអួតពីគុណភាពអីវ៉ាន់ដែលខ្ញុំកំពុងប្រើហ៊ានតែប្រើ3មុខនឹងចូលគ្នាគឺថាលុបបំបត្តិប្រវត្តិសាស្ត្រធ្លាប់ខ្មៅហ្មងតោះឥឡូវចេញពីកន្លែងលក់គ្រឿងសមុទ្រស៊ីឈ័រមកដើររោមកជូរតទៀតខ្ញុំឃើញគេលក់ស្វាយខ្ចីរបៀបគ្រឿងជ្រក់បេះដូងលុតដុកមកឡើងអសាហាវចុះមនុស្សដាច់ជាតិយូរហើយណូមើលឡើងតំណងមានកន្លងបងតែមានអីទៀតឡើងដាច់ចកេះផឹងហ្មងណាគេជ្រក់ដែរតែគេជ្រក់ត្រាំជាមួយទឹកស្ករស្វាយបាត់រសជាតិជូរអស់លីងទៅជាផ្អែមឡោះហើយអាកន្លហ្នឹងមិនមែនបើម្ទេសទេចាស្ករក្លិនស្ទ្រអប៊ឺរីទៀតសរុបមកអាហ្នឹងមិនមែនជាម្ជូរទេទៅជាផ្អែមវិញហើយ